บัดជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះដែរក៏ខ្ញុំមានប្រធានបទថ្មីមួយទៀតដែលខ្ញុំចង់មកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយប្រធានបទរបស់យើងថ្ងៃនេះគឺយើងនិយាយអំពីការប្រើប្រាស់ជីនៅលើដំណាំស្រូវគឺស្រូវសង្ហែស្រាលហ្នឹងដែលជាទូទៅគឺពុកម៉ែបងប្អូនដែលជាកសិករហ្នឹងគាត់តែងតែឆ្ងល់ថាតើយើងគួរប្រើប្រាស់ជីវគ្គមួយនៅលើដំណាំស្រូវសង្ហែស្រាលហ្នឹងដែលមានអាយុកាលចន្លោះពី80ទៅ85ថ្ងៃហ្នឹងថាតើយើងគួរបាយជីវគ្គមួយហ្នឹងនៅអាយុប៉ុន្មានហើយនៅក្នុងវីដេអូនេះខ្ញុំមកស្រាយចម្ងល់របស់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទូទៅពេលវេលាដ៏សមស្របដែលយើងអាចឬក៏យើងគួរតែប្រើប្រាស់ជីវគ្គមួយនៅលើដំណាំស្រូវសែនក្អូបនេះគឺចន្លោះពីរយៈពេល10ថ្ងៃទៅ12ថ្ងៃជាទូទៅសម្រាប់រយៈពេលនេះគឺជាពេលវេលាមួយដ៏សមស្របឬក៏ជាពេលវេលាមួយដ៏ល្អសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់ជីទៅលើដំណាំស្រូវសង្ហែហ្នឹងយើងគួរតែបាចនៅអាយុ10ចន្លោះពី10ថ្ងៃហ្នឹងគឺទៅ12ថ្ងៃវាជាពេលវេលាមួយដ៏ល្អដែលយើងបាចទៅធ្វើឲ្យស្រូវរបស់យើងហ្នឹងគឺស៊ីជីបានល្អឬក៏ស្រូបនៅសារធាតុចិញ្ចឹមហ្នឹងបានល្អហើយបន្ថែមលើនេះទៅទៀតក៏ខ្ញុំចង់មកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរូបមន្តពិសេសចំនួន4ដែលពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់សម្រាប់ការអនុវត្តនៅលើដំណាំស្រូវហ្នឹងថាយើងគួរបាចជីអ៊ុយរ៉េប៉ុន្មានបាយជីដេអាប៉េប៉ុន្មានឬក៏ប្រភេទជីលេខណាដែលវាល្អឬក៏សមស្របហើយបរិមាណប៉ុណ្ណាដែលវាល្អនៅក្នុងការប្រើប្រាស់ជីនៅលើដំណាំស្រូវសង្ហែហ្នឹងមួយរូបមន្តពិសេសទី1ហ្នឹងគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចលាយនៅប្រភេទជីអ៊ុយរ៉េចំនួន50គីឡូក្រាមបូកជាមួយនឹងដីអាប៉េ50គីឡូក្រាមដូចគ្នានិយាយទៅយើងដាក់អ៊ុយរ៉េ1ការុងឬក៏50គីឡូក្រាមហ្នឹងបូកមួយដីអាប៉េអានេះសម្រាប់ផ្ទៃដី1ហិកតារូបមន្តនេះវាជារូបមន្តមួយដ៏សមស្របឬក៏ជារូបមន្តមួយដ៏ល្អដែលពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែអនុវត្តតាមហើយជាទូទៅហ្នឹងគឺជាវាជារូបមន្តមួយដែលកសិករនៅតាមតំបន់នីមួយៗជាពិសេសហ្នឹងគឺនៅតំបន់ដែលគាត់ដាំដំណាំស្រូវច្រើនហ្នឹងគឺគាត់តែងតែប្រើប្រាស់នៅរូបមន្តនេះផងដែរហើយទី2ពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់នៅប្រភេទជីដែលលាយស្រាប់ក្នុងហ្នឹងវាមានពពួក NPK លាយចូលគ្នាដែលមានលេខ27 12 6ហើយបរិមាណក្នុងការប្រើប្រាស់ហ្នឹងគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ចំនួន100គីឡូក្រាមនៅក្នុងផ្ទៃដី1ហិកតាអានេះសម្រាប់នៅក្នុងវគ្គ1ហ្នឹងហើយរូបមន្តទី3ដែលជារូបមន្តដ៏ល្អមួយផងដែរគឺជីដែលមានលេខ29 12 9ពុកម៉ែបងប្អូនទាំងគ្នាគួរតែប្រើប្រាស់ជីលេខដែលមាន29 12 9ហ្នឹងចំនួន100គីឡូក្រាមដូចគ្នាឬក៏ស្មើនឹង2ការុងហ្នឹងហើយរូបមន្តចុងក្រោយជារូបមន្តមួយដែលខ្ញុំតែងតែប្រទះឃើញកសិករគាត់តែងតែប្រើប្រាស់ហ្នឹងគឺគាត់លាយប្រភេទអ៊ុយរ៉េចំនួន50គីឡូក្រាមឬហើយនឹងបូកជាមួយនឹងជីដែលលាយស្រាប់ពពួក NPK លាយស្រាប់ហ្នឹងគឺមានលេខ16ហើយ13S ចំនួន50គីឡូក្រាមដែរហើយពុកម៉ែបងប្អូនទាំងគ្នាលាយវាទៅ1ការុងយើងដាក់អ៊ុយរ៉េ1ការុងហើយយើងលេខ16ហ្នឹងចំនួន50គីឡូក្រាមដែរដែលស្មើនឹង1ការុងដែរហើយរូបមន្តទាំង4នេះជារូបមន្តមួយដែលខ្ញុំដកស្រង់ឬក៏ជាបទពិសោធន៍មួយដែលខ្ញុំតែងតែអនុវត្តខ្លួនឯងផ្ទាល់ហើយជាទូទៅជារូបមន្តពិសេសដែលខ្ញុំតែងតែឃើញកសិករដែលគាត់ប្រកបរបរធ្វើស្រែចម្ការហ្នឹងគឺគាត់តែងតែប្រើប្រាស់រូបមន្តនេះហើយចំពោះដំណាំស្រូវរបស់គាត់ដែលគាត់អនុវត្តតាមរូបមន្តនេះគឺតែងតែទទួលបាននៅទិន្នផលខ្ពស់មែនទែនហើយស្រូវរបស់គាត់គឺល្អខ្លាំងមែនទែនជាពិសេសហ្នឹងគឺដំណាំស្រូវសង្ហែហ្នឹងពុកម៉ែបងប្អូនទាំងគ្នាអាចប្រើរូបមន្តទាំង4នេះបានដែលជារូបមន្តពិសេសហើយចំពោះពេលវេលាដ៏សមស្របហ្នឹងគឺដោយតែខ្ញុំបញ្ជាក់បាន
ខាងលើហ្នឹងគឺពេលវេលាសមស្របដែលយើងគួរប្រើប្រាស់ហ្នឹងគឺចន្លោះពី10ថ្ងៃទៅ12ថ្ងៃពេលវេលានេះគឺជាពេលវេលាមួយដ៏សំខាន់ដែលដំណាំស្រូវរបស់យើងគឺត្រូវការជីជាចាំបាច់នៅក្នុងការទ្រទ្រង់ប្រព័ន្ធឬក៏ដើមស្លឹកអីហ្នឹងជាដើមបាទជាចុងក្រោយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏កុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតដែលខ្ញុំនឹងធ្វើការចែករំលែកអំពីចំណេះដឹងពាក់ព័ន្ធទៅនឹងកសិកម្មផ្សេងៗទៀតជាដើម